សូមជម្រាបសួរយើងខ្ញុំទាំងអស់គ្នាជាគ្រូនិស្សិតបរិញ្ញាបត្រគពីនៃវិទ្យាស្ថានជាតិអប់រំឯកទេសសាស្ត្រខ្មែរក្រុងទី4ថ្ងៃនេះយើងខ្ញុំសូមជូនវីដេអូបកស្រាយប្រធានបទមួយដែលបានលើកឡើងថាគ្រូបង្រៀនគឺជាសសរស្តម្ភនៃកំណើនក្នុងសាលារៀនឆ្ពោះទៅរកឧត្តមភាពក្រុមយើងខ្ញុំមានសមាជិកចំនួន5រូបក្នុងនោះរួមមានខ្ញុំបាទសំឆៃជំរាបសួរនាងខ្ញុំឈ្មោះយ៉ាក់សាជំរាបសួរនាងខ្ញុំឈ្មោះដឹងស្រីភ័ក្រជំរាបសួរនាងខ្ញុំឈ្មោះតោស្រីស្រស់ខ្ញុំបាទឈ្មោះនៅវុធាយើងទាំងអស់គ្នាបានដឹងហើយថាក្រសួងអប់រំយុវជននិងកីឡាជាពិសេសនៃរដ្ឋាភិបាលកម្ពុជានៅក្នុងនីតិកាលទី7នេះបានលើកទឹកចិត្តក្នុងការកសាងមូលធនមនុស្សតាមរយៈការធ្វើកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាពនៅក្នុងដំណើរការនៃការកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាពឲ្យទទួលបានជោគជ័យចាំបាច់ណាស់គឺត្រូវការតួអង្គសំខាន់ៗច្រើនក្នុងការជួយជំរុញឲ្យគោលនយោបាយនេះអភិវឌ្ឍទៅបានយ៉ាងឆាប់រហ័សជាមួយគ្នានោះដែរគ្រូបង្រៀនក៏ជាតួអង្គសំខាន់នៅក្នុងការជួយឲ្យកំណែទម្រង់សាលារៀនមានភាពល្អប្រសើរផងដែរអាស្រ័យហេតុនេះហើយទើបក្នុងទិវាគ្រូបង្រៀនថ្ងៃទី5ខែតុលាឆ្នាំ2023ឯកឧត្តមរដ្ឋសភាចារហំជុនរណឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានលើកប្រធានបទសម្រាប់ទិវានោះថាគ្រូបង្រៀនគឺជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាពមុននឹងធ្វើការបកស្រាយនិងលើកទឹកឲ្យកគ្រប់គ្រងទៅលើប្រធានបទខាងលើអនុញ្ញាតឲ្យខ្ញុំបាទសូមធ្វើការពន្យល់នៅពាក្យកលឹះមួយចំនួនជាមុនសិនពាក្យកលឹះទី1គឺគ្រូបង្រៀនគឺជាមនុស្សដែលមានគុណតម្លៃនិងចំណេះដឹងដែលអាចជួយពង្រឹងសមត្ថភាពកសាងមូលធនមនុស្សឲ្យកាន់តែសម្បូរបែបនិងប្រកបដោយគុណភាពនេះបើយកទៅតាមជំហរស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនដែលជាឯកសារបណ្ដុះបណ្ដាលគរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំពាក្យកលឹះទី2គឺពាក្យសសរស្តម្ភមានន័យថាជាសសរដែលគេបណ្ដុះផ្ទាល់ដោយគ្នាពីប្រងល្បិចបានសាច់ព្រះវិហារឬក៏សាលានេះបើយកទៅតាមការបញ្ចុះស្ដីរបស់វិជ្ជារដ្ឋខ្មែរមកពុកទៅសក្តិ1967ប៉ុន្តែនៅក្នុងបរិបទនេះសសរស្តម្ភមានន័យថាជាសសរគោលឬក៏សសរកន្លងដែលមានទូរទស្សន៍សម្រាប់ជួយទៅប្រងអ្វីមួយឲ្យកាន់តែរឹងមាំហើយនៅពាក្យកលឹះទី3គឺឧត្តមភាពគឺជាភាពល្អប្រសើរគង់ពុតម៉ៃខ្លាដូចនេះប្រធានបទដែលបានលើកឡើងខាងលើគឺមានន័យថាគ្រូបង្រៀនដែលជាអ្នកមានគុណតម្លៃនិងចំណេះដឹងគឺជាតួអង្គសំខាន់ក្នុងការជួយគ្រប់គ្រងឲ្យកំណែទម្រង់សាលារៀនមានការអភិវឌ្ឍបានល្អប្រសើរដើម្បីបកស្រាយប្រធានបទខាងលើឲ្យកាន់តែមានន័យរឹងមាំក្រុមយើងខ្ញុំសម្លឹកនឹងទិដ្ឋាករចំនួន3ដើម្បីធ្វើការគាំទ្រទៅលើប្រធានបទខាងលើដែលទិដ្ឋាករទី1គ្រូបង្រៀនជាកត្តាចម្បងនិងជាសសរស្តម្ភនៅក្នុងការកំណែទម្រង់សាលារៀនទិដ្ឋាករទី2គ្រូបង្រៀនគឺជាចក្ខុវិស័យនិងជាបេសកជនពិសេសនៅក្នុងប្រព័ន្ធអប់រំនិងទិដ្ឋាករទី3គ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននិងជាសរសៃឈាមនៅក្នុងប្រព័ន្ធអប់រំមូលធនមនុស្សចាប់ផ្ដើមពីគុណភាពគ្រូបង្រៀននៅពេលនេះនាងខ្ញុំនឹងឡើងមកធ្វើការបកស្រាយទាក់ទងអំពីទិដ្ឋាករទី1ដែលគ្រប់គ្រងទៅនឹងប្រធានបទខាងលើចំពោះទិដ្ឋាករទី1នោះគឺគ្រូបង្រៀនគឺជាកត្តាចម្បងនិងជាសសរស្តម្ភនៅក្នុងការធ្វើកំណែទម្រង់សាលារៀនជាការពិតណាស់គ្រូបង្រៀនគឺជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងសាលារៀនពីព្រោះថាគាត់គឺជាអ្នកដឹកនាំក៏ដូចជាអ្នកអនុវត្តផ្ទាល់ជាមួយនឹងសិស្សានុសិស្សលោកគ្រូអ្នកគ្រូមិនត្រឹមតែជាអ្នកអនុវត្តផ្ទាល់ជាមួយនឹងសិស្សានុសិស្សប៉ុណ្ណឹងទេក៏ប៉ុន្តែគាត់គឺជាបុគ្គលមួយរូបដែលមានវិន័យក៏ដូចជាភាពគំរូនៅក្នុងខ្លួនកាលណាដែលគាត់មានភាពជាគំរូនៅក្នុងខ្លួនមានន័យថាគឺអត្តពលទៅដល់សិស្សានុសិស្សធ្វើឲ្យគាត់ងាយទទួលយកនៅភាពជាគំរូទាំងអស់ហ្នឹងពីលើនេះផងដែរដោយសារតែលោកគ្រូអ្នកគ្រូគាត់គឺជាគំរូទៅតម្រូវក៏ដូចជាទាមទារឲ្យពួកគាត់មានទាំងចំណេះដឹងគុណធម៌និងសិលធម៌នៅក្នុងខ្លួនស្របជាមួយនឹងចំណុចខាងលើដែលបានលើកឡើងគ្រូបង្រៀនក៏ជាសសរស្តម្ភនៅក្នុងការធ្វើកំណែទម្រង់សាលារៀនផងដែរពីព្រោះថាគ្រូបង្រៀនគឺជាបុគ្គលមួយរូបដែលមានការសិក្សាស្រាវជ្រាវជាប្រចាំព្រមជាមួយនឹងការចងក្រងនៅឯកសារនានាទុកសម្រាប់បង្រៀនទៅដល់សិស្សានុសិស្សមិនត្រឹមតែប៉ុណ្ណោះគាត់គឺជាបុគ្គលមួយរូបដែលមានការសិក្សាទាំងផ្នែកទ្រឹស្ដីនិងការអនុវត្តកាលណាដែលបុគ្គលគាត់មានការសិក្សាទៅលើទ្រឹស្ដីច្រើនព្រមជាមួយនឹងការអនុវត្តនោះគាត់នឹងទទួលបាននូវចំណេះដឹងចំណេះធ្វើនិងបំណិនប្រសពកាន់តែពិសាបានខាងទីក្នុងយុគdigitalនេះផងដែរលោកគ្រូអ្នកគ្រូគាត់មានចំណេះដឹងខាងមុខវិជ្ជាឯកទេសចំណេះដឹងខាងផ្នែកគ្រូកសលនិងចំណេះដឹងខាងបច្ចេកវិទ្យាចំណេះដឹងខាងផ្នែកមុខវិជ្ជាឯកទេសមានន័យថាគាត់បានយល់ច្បាស់អំពីមុខវិជ្ជានីមួយៗដែលខ្លួនឯងបានរៀនទៅតាមកម្រិតថ្នាក់ក៏ដូចជាភូមិសិក្សាដែលខ្លួនឯងបានកំពុងធ្វើការទី2គឺចំណេះដឹងខាងផ្នែកគ្រូកសលមានសំដៅដល់ដំណើរការនៃការរៀននិងបង្រៀនជាមួយនឹងសិស្សានុសិស្សដែលធ្វើយ៉ាងណាគាត់ស្វែងរកនៅវិធីសាស្ត្រល្អៗដើម្បីបង្រៀនពួកគាត់មានដូចជាវិធីសាស្ត្រតាមបែបនេះរកវិធីសាស្ត្រតាមបែបដោះស្រាយបញ្ហាវិធីសាស្ត្រតាមបែបបញ្ញត្តិព្រមជាមួយនឹងវិធីសាស្ត្រ
FIE ផងដែរជាផ្នែកមួយយ៉ាងសំខាន់ដើម្បីជួយឲ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹងចំណេះធ្វើបន្ថែមទៀតម្យ៉ាងវិញទៀតលោកគ្រូអ្នកគ្រូក៏ជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងការជំរុញក៏ដូចជាលើកទឹកចិត្តសិស្សបន្ថែមទៀតឲ្យពួកគេមានការខិតខំប្រឹងប្រែងរៀនសូត្ររីឯចំណុចចុងក្រោយតកតងជាមួយនឹងចំណេះដឹងខាងបច្ចេកវិទ្យាមានន័យថាពួកគាត់អាចប្រើប្រាស់នៅកម្មវិធីកុំព្យូទ័រមួយចំនួនដើម្បីបម្រើសេចក្តីត្រូវការនៅក្នុងការបង្រៀនរបស់ពួកគាត់មានដូចជាការបង្កើត slide មេរៀនការបង្កើតជាវីដេអូ digital ការវិភាគទិន្នន័យព្រមជាមួយនឹងការចេះប្រើប្រាស់ទៅលើក្តារខៀនឆ្លាតវៃក៏ដូចជាការប្រើប្រាស់កម្មវិធីមួយចំនួនទៀតដែលមាននៅក្នុងកុំព្យូទ័រជាក់ស្ដែងតែម្ដងរំជារួមគ្រូបង្រៀនពិតជាកត្តាចម្បងនិងជាសសរស្តម្ភនៅក្នុងការធ្វើកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាពយ៉ាងពិតប្រាកដមែនចូលមកដល់តលហេកទី2គ្រូបង្រៀនគេចក្ខុវិស័យជាបេសកជនពិសេសនៅក្នុងប្រព័ន្ធអប់រំការរីកចម្រើននៃវិទ្យាសាស្ត្របច្ចេកវិទ្យានិងការស្វែងរកឧត្តមភាពនៅលើសកលលោកបានជំរុញឲ្យប្រទេសនីមួយៗធ្វើការប្រកួតប្រជែងគ្នាគ្រប់វិស័យមូលធនមនុស្សជាកម្លាំងចលករយ៉ាងសំខាន់នៅក្នុងការសម្រេចបំណងប្រាថ្នានេះគ្រូបង្រៀនត្រូវបានគេទទួលស្គាល់និងឲ្យតម្លៃខ្ពស់ថាមានតួនាទីនិងភារកិច្ចយ៉ាងសំខាន់ក្នុងការកសាងមូលធនមនុស្សនិងផ្ដល់វិភាគទានក្នុងការអភិវឌ្ឍបុគ្គលគ្រួសារសហគមន៍សង្គមជាតិនិងសកលលោកគ្រូបង្រៀនជាចក្ខុវិស័យនៅក្នុងប្រព័ន្ធអប់រំជាអ្នកប្រមាលមើលពីការវិវត្តរបស់ការអប់រំនៅក្នុងពិភពលោកគ្រូបង្រៀនពង្រីកពុទ្ធិថ្មីទាំងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាចំណេះដឹងទូទៅទាក់ទងនឹងឯកទេសព្រមទាំងវិធីសាស្ត្របង្រៀនយ៉ាងសម្បូរបែបប្រការទាំងនេះជាការចូលរួមយ៉ាងសំខាន់មិនបានរបស់គ្រូបង្រៀនក្នុងការជួយជំរុញចំណេះដឹងរបស់សិស្សឲ្យមានភាពរីកចម្រើននិងទាន់សម័យកាលគ្រូបង្រៀនជាបេសកជនពិសេសនៅក្នុងប្រព័ន្ធអប់រំរាល់ផែនការរាល់យុទ្ធសាស្ត្រគោលនយោបាយផ្សេងគ្រូបង្រៀនគឺជាតួអង្គសំខាន់ដំណើរការយ៉ាងពេញលេញស្របជាមួយនឹងការអនុវត្តគ្រូបង្រៀនក៏ចូលរួមផ្ដល់នូវអនុសាសន៍ផ្សេងដើម្បីបំពេញបន្ថែមនូវគោលនយោបាយក៏ដូចជាយុទ្ធសាស្ត្រទាំងនោះឲ្យកាន់តែមានវឌ្ឍនភាពក្នុងវិស័យអប់រំដើម្បីឲ្យប្រព័ន្ធនៃការអប់រំមានការវិវត្តឆ្ពោះទៅមុខកាន់តែឆាប់រហ័សគ្រូបង្រៀនបានបង្កើនសមត្ថភាពនិងខិតខំចូលរួមក្នុងកម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំសាលារៀនចំនួនថ្មីការចូលរួមជួយជំរុញសិស្សឲ្យមានការបង្កើតស្នាដៃថ្មីក្នុងស្រាវជ្រាវដើម្បីបង្កើតជាទម្លាប់ជាគំនិតស្រាវជ្រាវនិងជាឯកសារសម្រាប់អ្នកចំនួនក្រោយអភិបាលកម្ពុជាបានខិតខំកែតម្រង់វិស័យអប់រំគ្រប់កម្រិតប៉ុន្មានឆ្នាំនេះគោលនយោបាយត្រូវបានអនុវត្តដើម្បីបង្កើននូវគុណភាពអប់រំភាពងាយស្រួលប្រសិទ្ធភាពបរិយាបន្ននិងតម្លាភាពគោលនយោបាយទាំងនោះរួមមានផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ2019ដល់2023ផែនទីបង្ហាញផ្លូវការអប់រំវិទ្យាសិក្សាកម្ពុជាឆ្នាំ2030គោលនយោបាយស្ដីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ2030នយោបាយស្ដីពីសាលារៀនចំនួនថ្មីគោលនយោបាយស្ដីពីការអប់រំប្រកបដោយបរិយាបន្ននិងគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិតការអភិវឌ្ឍធនធានមនុស្សមានសារៈសំខាន់មែនទែនក្នុងការសម្រេចបាននូវគោលនយោបាយសេដ្ឋកិច្ចក្នុងឆ្នាំ2030ពីរួមមកគ្រូបង្រៀនជាចក្ខុវិស័យនិងជាបេសកជនពិសេសនៅក្នុងប្រព័ន្ធអប់រំជាឆ្អឹងខ្នងតួអង្គយ៉ាងសំខាន់ក្នុងការដឹកនាំវិស័យអប់រំឲ្យដើរក្នុងមាគ៌ាមួយដ៏ល្អប្រសើរនិងឲ្យសាលារៀនឆ្ពោះទៅរកឧត្តមភាពគ្រូបង្រៀនគឺជាបែបម៉ាស៊ីននិងជាវិស័យឈាមនៅក្នុងប្រព័ន្ធអប់រំព្រោះថាគ្រូបង្រៀនគឺជាអ្នកផ្ដួចផ្ដើមឲ្យមានសកម្មភាពជាច្រើននៅក្នុងសាលារៀនដូចជាដំបូងឡើយគ្រូបង្រៀនគឺជាអ្នកអនុវត្តច្បាប់នៅក្នុងសាលារៀនមួយដែលអាចទទួលជោគជ័យទៅបានគឺអាស្រ័យទៅលើគ្រូបង្រៀនបង្រឹងទៅលើវិន័យដែលជាហេតុធ្វើឲ្យសិស្សនឹងមានអរិយាប័ត្រល្អមានវិន័យល្អមានសណ្ដាប់ធ្នាប់នៅក្នុងការរស់នៅដែលនាំឲ្យសាលាមាននូវឧត្តមភាពបន្ទាប់គ្រូគឺជាអ្នកផ្ដល់នូវចំណេះដឹងពិតប្រាកដដល់សិស្សយើងដឹងហើយថាគ្រូគឺជាអ្នកផ្ដល់នូវចំណេះដឹងតាំងពីសាលាបឋមសិក្សាក៏ដូចជាឧត្តមសិក្សាគ្រូគឺជាអ្នកផ្ដល់ឲ្យមានសកម្មភាពដំបូងគឺដូចជាការដែលណែនាំឲ្យសិស្សចេះអានចេះសរសេរចេះគិតនិងជាពិសេសនោះគឺបំណិននៃការនិយាយស្ដីការសរសេរគឺជាបំណិនដំបូងនៅក្នុងការសិក្សារបស់សិស្សលើកនៃការអានការសរសេរភាសាជាតិនោះធ្វើឲ្យយើងទាំងអស់គ្នាងាយស្រួលនៅក្នុងការសិក្សាភាសាបរទេសថែមទៀតផងសកម្មភាពចុងក្រោយនោះគឺគ្រូបង្រៀនគឺជាអ្នកផ្ដល់នូវអាជីពបត់ប្រកាសដល់សិស្សនៅក្នុងករណីនេះយើងឃើញថាក្រោយពេលដែលបញ្ចប់
សញ្ញាបត្រទុតិយភូមិអតីតសិស្សគាត់ក៏អាចបន្តសិក្សាជំនាញដូចជាច្រើនដូចជាអគ្គិសនីវិស្វករលេខាគណនេយ្យជាដើមជំនាញទាំងអស់នោះហើយដែលធ្វើឲ្យគាត់នឹងអាចប្រើប្រាស់នៅក្នុងអាជីពការងាររបស់គាត់បានហើយជាក់ស្ដែងពួកគាត់គឺត្រូវការយកអាជីពទាំងអស់នោះដើម្បីអភិវឌ្ឍក៏ដូចជាចិញ្ចឹមជីវិតរបស់គាត់ជារួមមកគ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននិងជាសរសៃឈាមនៅក្នុងប្រព័ន្ធអប់រំដែលធ្វើឲ្យសាលារៀនមានឧត្តមភាពពិតប្រាកដមែនចា៎សូមអរគុណតពីបានស្ដាប់ការធ្វើបង្ហាញការលើកមកហើយយើងសង្ឃឹមថាការរំគឺពិតជាមិនអាចខ្វះបាននៅទុនធានមនុស្សតែឈ្មោះថាគ្រូបង្រៀនគឺជាចក្ខុវិស័យជាបេក្ខជនពិសេសក្នុងរបបអប់រំនិងរាល់ផែនការយុទ្ធសាស្ត្ររបស់គ្រូបង្រៀនជាតួអង្គយ៉ាងសំខាន់ក្នុងដំណើរការស្រាវជ្រាវឲ្យមានប្រយោជន៍គ្រូបង្រៀនគឺជាកត្តាចម្បងនិងជាសសរស្តម្ភក្នុងកម្លាំងរបស់សាលារៀនគឺជាមនុស្សដែលមានការអនុវត្តជាប្រចាំក្នុងការស្រាវជ្រាវនិងចងក្រងឯកសារនានាសម្រាប់ទុកបរិញ្ញាបត្រគ្រូបង្រៀនគឺជាក្បាលម៉ាស៊ីននិងជាសរសៃឈាមក្នុងប្រព័ន្ធអប់រំគ្រូបង្រៀនអាចអនុវត្តច្បាប់អាចផ្ដល់នូវចំណេះដឹងពិតប្រាកដនិងផ្ដល់នូវអាជីពគ្រូបង្រៀនមានសមត្ថភាពវិជ្ជាជីវៈមានការប្រាជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារមានក្រមសីលធម៌វិជ្ជាជីវៈជាពលរដ្ឋល្អស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀនដែលជាគំរូដល់សិស្សនិស្សិតសហការីនិងសហគមន៍បន្ថែមទៅទៀតគ្រូបង្រៀនមានការទទួលស្គាល់ពីវិស័យពាក់ព័ន្ធទៅលើសមត្ថភាពបង្រៀននិងការប្រាជ្ញាចិត្តខ្ពស់មានទំនាក់ទំនងមានសីលធម៌ចរិយាធម៌និងសុជីវធម៌ជាពិសេសបានចូលរួមចំណែកអភិវឌ្ឍសាលារៀនទៀតផងដូចនេះគ្រូបង្រៀនដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំការអប់រំដែលក្នុងវិទ្យាដ៏ប្រសើរនិងនាំសាលាឆ្ពោះទៅរកឧត្តមភាពជាចុងក្រោយយើងក្នុងនាមជាក្រុមនិស្សិតយើងខ្ញុំសូមបដិញ្ញាចិត្តយ៉ាងមុតមាំថានឹងចូលរួមអភិវឌ្ឍសាលារៀននៅក្នុងប្រទេសកម្ពុជាយើងតាមរយៈការបង្កើតវិស័យស្រាវជ្រាវឯកសារចូលក្រមជាសភៅសម្រាប់បណ្ដុំបណ្ដាលកូនខ្មែរជំនាន់ក្រោយនិងចូលរួមយ៉ាងសកម្មនៅក្នុងសង្គមសូមអរគុណការបកស្រាយលើពាក្យពេចន៍កងទៅលើប្រធានបទគ្រូបង្រៀនជាសសរស្តម្ភនៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្តមភាពរបស់ក្រុមយើងខ្ញុំត្រូវបានបញ្ចប់យើងខ្ញុំសូមខន្តីអភ័យទោសរាល់កំហុសឆ្គងនិងបញ្ហាបច្ចេកទេសនានាដែលកើតមានឡើងដោយអតិថិជនសូមឲ្យវីដេអូនេះបានរួមចំណែកជាចំណេះដឹងដល់អ្នកដែលបានទស្សនាគ្រប់គ្នាសូមអរគុណ